បិចលេងនៃក្រុមហ៊ុនដកសញ្ជាតិខ្មែរដែលថែជនលក់ជាតិក្តៅជនរួមកំណើតប្រកាសចាប់ផ្ដើមវាយអំណាចហ៊ុនចេញពីស្រុកខ្មែរសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ចូលមកកាន់ខ្មែរញូរបស់យើងខ្ញុំព័ត៌មានថ្ងៃនេះទាក់ទិនជាមួយនឹងច្បាប់របស់លោកហ៊ុនសែនដែលជាមហិច្ឆតាជាចុងក្រោយរបស់តកូលហ៊ុនក្នុងប្រទេសកម្ពុជាការពិតទាំងស្រុងនេះបានបង្ហាញឲ្យសាធារណជនបានយល់បានឃើញនៅទង្វើពិតៗពីលក្ខណៈបង្កកាត់ផ្ដាច់ពលរដ្ឋរបស់ខ្លួនបញ្ចូលពលរដ្ឋចិត្តខាងមកជំនួសវិញជំវិញព្រឹត្តិការណ៍ដ៏ជូរចត់នេះដែរបានធ្វើឲ្យខ្មែរលែងជឿជាក់នៅសកម្មភាពរដ្ឋាភិបាលរបស់តកូលហ៊ុនហើយដោយកត្តាចំនួនប្រដែនតកូលហ៊ុនមិនបានខ្វល់ខ្វាយទេពួកគេបានត្រឹមបារម្ភថាល្បិចល្បួងយ៉ាងណាឲ្យតែអំណាចរបស់ខ្លួននៅទោះបីមរណភាពអធិបតេយ្យភាពត្រូវបានសត្រូវបំពេញយ៉ាងណាក្តីក៏តកូលហ៊ុនមិនខ្វល់ដែរលោកហ៊ុនសែនតែងតែបញ្ជាក់អំពីលក្ខណៈនយោបាយទៅតាមបែបឱកាសនិយមឆ្លៀតពេលដើម្បីបង្វែរទិសភាពមិនឲ្យពលរដ្ឋមើលឃើញថានេះជាទង្វើមិនបានផ្ដល់ជាផលប្រយោជន៍នោះទេវាជាទិដ្ឋភាពខាត់បងតែប៉ុណ្ណោះនេះជាកត្តាចម្បងដែលតកូលបានធ្វើឡើងនៅកម្ពុជាជាច្រើនសតវត្សមកហើយសម្រាប់កូនខ្មែរនិងប្រជាធិបតេយ្យនៅកម្ពុជាយើងបានជ្រាបច្បាស់ថាគោលការណ៍នយោបាយដែលជាអត្ថប្រយោជន៍គឺតកូលមួយនេះព្រមជាមួយបព្វពួករបស់ពួកគេតែងបង្ហាញថាវាជាភាពចាំបាច់តែកាយចាំបាច់របស់ពួកគេបានគម្រាមកំហែងមកលើលទ្ធិមកលើរបបនយោបាយការដកសញ្ជាតិនេះធ្វើឡើងក្រោមបរិយាកាសនយោបាយដែលព្រំដែនកំពុងមានចំនួនយ៉ាងសន្ធឹកនោះតែពួកគេបែរជាប្រមូលគ្នារៀបចំរបៀបគំតិចខ្មែរទៅតាមកាលវិសោធនកម្មច្បាប់នៅក្នុងសភាជាតិនេះបង្ហាញថាក្រុមអ្នកមានអំណាចដែលកាន់អំណាចមួយនេះសុទ្ធសឹងតែជាមនុស្សបំផ្លាញជាតិក្បត់ជាតិតែប៉ុណ្ណោះពួកគេបានកំចាត់ពលរដ្ឋខ្មែរជាទីស្ករជាអ្នកគ្មានអំណាចជាជនកាកសំណល់ជាមួយពួកគេតែប៉ុណ្ណោះច្បាស់ណាស់ត្រកូលហ៊ុននិងបព្វពួករបស់ពួកគេរកគ្រប់មធ្យោបាយកលសម្រាប់វាប្រហារអ្នកស្នេហាជាតិអ្នកជាតិនិយមអ្នកស្រឡាញ់និងការពារធនធានធម្មជាតិគ្រប់ជំហានរបស់ពួកគេគឺជាអាវុធសម្រាប់ខ្មែរទាំងអស់មិនថាជនណានោះទេឲ្យតែហ៊ានគេនឹងរលត់រលាយជាមិនខានប្រិយមិត្តជាទីគោរពលោកហ៊ុនសែនក្នុងនាមជាប្រមុខរដ្ឋស្ដីទីបានចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការដកសញ្ជាតិដូច្នេះឪជាប្រមុខរដ្ឋស្ដីទីនិងកូនជានាយករដ្ឋមន្ត្រីបានសញ្ញេលើច្បាប់ដកសញ្ជាតិខ្មែរពីកំណើតពីប្រវត្តិខ្មែរដែលប្រឆាំងនឹងត្រកូលហ៊ុននិងដកសញ្ជាតិខ្មែរពីកំណើតចំពោះអ្នកស្នេហាជាតិដែលប្រឆាំងនឹងជនអន្តោប្រវេសន៍វៀតណាមនិងការឈ្លានពានរបស់វៀតណាមព្រមទាំងដកសញ្ជាតិខ្មែរពីកំណើតចំពោះអ្នកប្រឆាំងនឹងការកាត់ទឹកដីឲ្យវៀតណាមនិងថៃច្បាប់នេះជាច្បាប់ប្រឡាយពូជសាសន៍ខ្មែរដែលនឹងដកសញ្ជាតិខ្មែរពីកំណត់ពីប្រវត្តិខ្មែរដែលជាអ្នកស្នេហាជាតិនិងអ្នកប្រជាធិបតេយ្យរួចផ្ដល់សញ្ជាតិខ្មែរនោះទៅឲ្យជនជាតិវៀតណាមជំនួសវិញដូច្នេះច្បាប់មួយនេះមិនដកសញ្ជាតិខ្មែរពីកំណើតចំពោះជនក្បត់ជាតិដោយលោកហ៊ុនសែនដែលបានកាត់ទឹកដីឲ្យវៀតណាមនោះទេមាត្រាទី29ថ្មីនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មស្តីពីសញ្ជាតិគឺអាចដកសញ្ជាតិខ្មែរចំពោះជនណាដែលរំលោភបំពានព្រះមហាក្សត្រហេតុនេះគ្រាន់តែរំលោភបំពានព្រះមហាក្សត្រប្រមាថព្រះមហាក្សត្រក៏ត្រូវដកសញ្ជាតិខ្មែរដែរមាត្រាទី29ក៏ចែងថាការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបានលុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានសញ្ជាតិមួយផ្សេងទៀតឬមានមូលដ្ឋានដែលអាចជឿថាប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀតឬទទួលបានការគាំពារពីរដ្ឋបរទេសនេះមានន័យថាការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបានលុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានសញ្ជាតិពីរឬប្រជាពលរដ្ឋខ្មែរដែលមានជាតិខ្មែរតែមួយក៏អាចត្រូវបានគេដកសញ្ជាតិខ្មែរពីកំណើតបានដែរប្រសិនបើតុលាការជឿថាប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀតឬទទួលបានការគាំពារពីរដ្ឋបរទេសតុលាការមិនឯករាជ្យគ្រាន់តែជឿថាប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀតឬទទួលការគាំពារពីរដ្ឋបរទេសដូចជាកម្មករឬជនភៀសខ្លួននៅថៃឬកម្មករនៅកូរ៉េនិងជប៉ុនដែលតុលាការគិតថាពួកគេអាចទទួលបានសញ្ជាតិផ្សេងទៀតឬទទួលការគាំពារពីរដ្ឋបរទេសដែលតាមពិតពួកគេអាចនឹងមិនបានទទួលសញ្ជាតិផ្សេងទៀតឬទទួលការគាំពារពីរដ្ឋបរទេសនោះដែលនាំឲ្យពួកគេក្លាយទៅជាមនុស្សគ្មានសញ្ជាតិទាំងអស់ដោយកត្តាមហិច្ឆតានៃវង្សត្រកូលការដកសញ្ជាតិខ្មែរពីកំណើតចំពោះប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរតែមួយគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយគោលការណ៍ជាសកលស្តីពីសញ្ជាតិពីកំណើតនិងរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីប្រកាសជាសកលស្តី
ពីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលបានហាមដាច់ខាតមិនឲ្យដកសញ្ជាតិពីបុគ្គលដែលមានសញ្ជាតិតែមួយនោះទេព្រោះវានឹងធ្វើឲ្យបុគ្គលរូបនោះក្លាយទៅជាមនុស្សគ្មានសញ្ជាតិឬគ្មានរដ្ឋឬគ្មានប្រទេសរបស់ខ្លួនចំណុចនេះរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងទទួលការរិះគន់យ៉ាងចាស់ដៃពីសហគមន៍អន្តរជាតិព្រោះសប្តាហ៍ថ្ងៃនេះគ្មានប្រទេសណាមួយលើសកលដែលដកសញ្ជាតិពីបុគ្គលដែលមានសញ្ជាតិតែមួយនោះទេដូច្នេះច្បាប់ដកសញ្ជាតិខ្មែរពីកំណើតជាច្បាប់បម្រើនយោបាយមិនប្រជាធិបតេយ្យរបស់គណបកប្រជាជនកម្ពុជានិងបម្រើគំនិតផ្ដាច់ការគៀបសង្កត់របស់មេដឹកនាំបកកាន់អំណាចលោកហ៊ុនសែននៅថ្ងៃច័ន្ទទី8ខែកញ្ញាកន្លងនេះជាថ្ងៃរាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តច្បាប់ដកសញ្ជាតិឬកំណើតខ្មែរខ្លួនឯងហើយទន្ទឹមនឹងនេះលោកសំរងស៊ីមេដឹកនាំបកចំទាស់ធ្លាប់ហៅស្ថាប័នជាតិកម្ពុជាដែលចាក់បណ្ដោយឲ្យលោកហ៊ុនសែនធ្វើអ្វីតាមអំពើចិត្តជាស្ថាប័នទីងម៉ងឬក៏ជាស្ថាប័នអាយ៉ងអំណាចហ៊ុនសែនកត្តាបង្ហាញច្បាស់នៅពេលនេះថាច្បាប់ដកសញ្ជាតិខ្មែរនេះគួរតែត្រូវបានធ្វើវិសោធនកម្មស្ដីពីការដកសញ្ជាតិខ្មែរនៅលើជនបរទេសទាំងឡាយដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតិទៅពេញនីយកម្មជាងការប្រើច្បាប់នេះដកសញ្ជាតិខ្មែរពីជនជាតិខ្មែរខ្លួនឯងយើងឃើញហើយថាបើរដ្ឋាភិបាលត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតពីពលរដ្ឋជាម្ចាស់ប្រទេសត្រូវធានាការពារនៅជាតិសាសន៍របស់ខ្លួននិងផលប្រយោជន៍គ្រប់ផ្នែកនិងគ្រប់កលៈទេសៈគួរប្រើឱកាសដែលខ្លួនដឹកនាំប្រទេសបង្កើតច្បាប់កម្ចាត់ម្ចាស់ប្រទេសរបស់ខ្លួនឬប្រើច្បាប់ដើម្បីចងពលរដ្ឋឲ្យនៅគំនាបអំណាចនយោបាយរបស់ខ្លួននោះឡើយច្បាប់នេះមិនមែនកំពុងតែគម្រាមកំហែងក្រុមប្រឆាំងនៅក្រៅស្រុកទាំងនៅក្នុងស្រុកទេប៉ុន្តែក៏កំពុងគម្រាមកំហែងអ្នកគ្រប់គ្រងបកកាន់អំណាចដូចគ្នាដែរដូច្នេះច្បាប់នេះមិនបំរើផលប្រយោជន៍ខ្មែរក្នុងក្រុមណាមួយឡើយក្រៅពីក្រុមគ្រួសាររបស់លោកហ៊ុនសែនតែប៉ុណ្ណោះច្បាប់ស្ដីពីវិសោធនកម្មស្ដីពីសញ្ជាតិត្រូវប្រមុខរដ្ឋស្ដីទីលោកហ៊ុនសែនប្រកាសឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី5ខែកញ្ញាឆ្នាំ2025បន្ទាប់ពីត្រូវបានកែប្រែទៅលើមាត្រា1មាត្រា7មាត្រា16មាត្រា28មាត្រា29និងមាត្រា34ដែលត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី25ខែសីហានិងព្រឹទ្ធសភាកាលពីថ្ងៃទី1ខែកញ្ញាឆ្នាំ2025កន្លងទៅមាត្រាទី29ថ្មីនៃច្បាប់នេះចែងថាប្រជាពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ជាតិខ្មែរក្នុងករណីដូចជាប្រព្រឹត្តអំពើក្បត់ជាតិធ្វើសកម្មភាពសេពគប់ខិតគ្នាជាមួយបរទេសដែលនាំឲ្យអន្តរាយដល់ផលប្រយោជន៍ឈ្នួលរបស់ប្រទេសកម្ពុជាដូចជាគំនោនៃហានិភ័យនៅពេលខាងមុខរបបដែលកំពុងដឹកនាំដោយបកនយោបាយគឺទល់ទៅដោយត្រកូលហ៊ុនហើយត្រកូលហ៊ុននេះត្រូវបានអ្នកវិភាគមជ្ឈិមប្រទេសដាក់ខ្លះបានដាក់ឈ្មោះហៅថារាជវង្សហ៊ុនបន្ថែមពីនេះការធ្វើសកម្មភាពដែលធ្វើឲ្យអន្តរាយដល់អធិបតេយ្យជាតិមរណភាពទឹកដីនិងសន្តិសុខជាតិនិងការចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្តឬបំពេញតួនាទីជាមន្ត្រីសាធារណរដ្ឋនៃរដ្ឋប្រទេសមិនព្រមលីសពទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជាលើសពីនេះគឺបានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំឬការផ្ដល់ព័ត៌មានមិនពិតនិងជើងក្រោយត្រូវបានទាទោសពីបទអក្រិតឬបទបញ្ជុំដែលពាក់ព័ន្ធទៅនឹងការរំលោភបំពានដល់ព្រះមហាក្សត្រការប៉ះពាល់ដល់សន្តិសុខរដ្ឋឬអំពើភេរវកម្មបច្ចុប្បន្ននេះមានជនទុច្ចរិតជនជាតិចិនជាច្រើនទទួលបានសញ្ជាតិខ្មែរនិងរមងាឧកញ៉ាទៀតផងច្បាប់នេះកំណត់ថាការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបានលុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ18ឆ្នាំយ៉ាងតិចនិងមានសញ្ជាតិមួយផ្សេងទៀតហើយការដកសញ្ជាតិខ្មែរនេះត្រូវបានសម្រេចដោយព្រះរាជក្រឹត្យតាមសំណើនាយករដ្ឋមន្ត្រីច្បាប់ស្ដីពីវិសោធនកម្មស្ដីពីសញ្ជាតិត្រូវបានរៀបចំបន្ទាប់ពីព្រះមហាក្សត្រខ្មែរបានប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា33កាលពីថ្ងៃទី15ខែកក្កដាកន្លងទៅពេលនេះមានលក្ខណៈច្បាស់ថាប្រទេសហ៊ុនសែនទៅហើយមិនមែនជាកម្ពុជាអ្វីទៀតឡើយប្រសិនយុវជនខ្មែរនៅតែបន្តស្រពេចស្រពិលមិនចង់ដឹងចង់ឮមិនហ៊ាននិយាយការពិតមិនហ៊ានការពារខ្លួនគឺអនាគតរបស់ពួកអ្នកនឹងក្លាយទៅជាទេសកលបន្តចំនួនរបស់ខ្លួនជាត្រកូលមួយនេះការភ្ញាក់ឡើងសម្រាប់វិវត្តមីគារំដោះខ្លួនពីជនក្បត់ជាតិវាជាវរៈជនវាជាអ្នកស្នេហាជាតិហើយក៏ជាសន្តិបង្ហាញពីទំហំរបស់ខ្លួនក្នុងការតបកិច្ចរបស់ខ្លួនជាមិត្តប្រទេសស្នាមញញឹមរបស់កូនខ្មែរគឺជាកូនខ្មែរជាអ្នកសម្រេចមិនមែនបរទេសណាមួយជួយយើងបានឡើយក្រោយពីខ្លួនយើងចេះ
ះប្រឹងបង្ហាញពីកម្លាំងទើបអន្តរជាតិមានវិធានការកម្ចាត់ត្រកូលហ៊ុនបានប្រសិនបើពលរដ្ឋខ្មែរហ៊ានបូជាមួយលានអ្នករបបហ៊ុននឹងគ្មានសល់អ្វីទេទោះបីត្រកូលហ៊ុនមានកម្លាំងប្រដាប់អាវុធក្តីតែពួកនេះក៏ជាខ្មែរត្រូវមានគំនិតជាខ្មែរហើយមិនមែនពេលណាក៏ចេះតែរណបឡើយមនុស្សមានសាច់មានឈាមមានបេះដូងមានគេដូនតានៅជាប់មិនដេចពួកគាត់មិនកែប្រែនោះតែអ្វីនៅពេលនេះពួកគេមិនកែប្រែក៏ព្រោះតែកម្លាំងយុវជនយើងមិនទាន់គ្រប់ចំនួនសម្រាប់ដាក់របបត្រកូលហ៊ុនមួយនេះខ្ញុំសូមថ្លែងអំណរគុណដល់អស់លោកប្រិយមិត្តអ្នកស្ដាប់គ្រប់ចំនួនគ្រប់ជាន់ឋានៈដែលបានចូលកាន់គេហទំព័រព័ត៌មានខ្មែរញូរបស់យើងខ្ញុំសូមប្រិយមិត្តអ្នកជួយបន្តលើកទឹកចិត្តតាមរយៈការ Subscribe ចុចកណ្ដឹងនិង Like Share ផងសូមអរគុណប្រិយមិត្តអ្នកស្ដាប់